នេះបងប្អូនគឺជាកូនស៊ូនេះដែរគឺដាំខ្ទង់ខែ5យើងមិនសូវបានដាក់ជីវាទេគឺមិនដែរភាសាយើងឆាប់បានដាំវាឆ្នាំនេះភ្លៀងល្អទៅវាក៏លូតលាស់ដែរខ្ញុំដាក់តិចជាអាចគោតែតិចតួចទេតែឥឡូវមើលវាអាចលេចក្បាលមើលខ្ញុំកាត់ត្រួយឲ្យបងប្អូនមើលនេះគឺជាផ្នែកខ្ចីចេះអីទីយើងអាចកាត់ឆ្ងាយបានតែសម្រាប់បើផ្នែកយើងចាស់យើងកាត់ឲ្យកឹបដើមទេព្រោះវាអាចជ្រុះទេតែនេះបើសិនជាផ្នែកខ្ចីចេះដល់យូរទៅនេះវាជ្រុះហើយនេះវាល្បេះរបស់វាផ្នែកនេះវាដូចលើអញ្ចឹងល្បេះដូចលើអញ្ចឹងតែបើសិនជាចាស់គឺយើងត្រូវតែកាត់ឲ្យកឹបហ្នឹងបើកាត់អត់កឹបវានឹងពោកឲ្យដើមកស៊ូយើងហ្នឹងហើយបងប្អូនចង់សាកល្បងឲ្យអាចធ្វើបានទៅហើយពិសោធន៍មើលខ្លួនឯងនឹងដឹងច្បាស់ជាងខ្ញុំប្រាប់ទៀតសូមអរគុណសូមជម្រាបលា